បាទហើយសាលារៀននេះគឺស្ថិតនៅតំបន់ជនបទហើយសាលារៀនយើងខ្ញុំមានពីថ្នាក់មត្តេយ្យសិក្សារហូតដល់ថ្នាក់ទី6កូនសិស្សនិងលោកគ្រូអ្នកគ្រូគាត់ការទុកដាក់សម្រាមរបស់ពួកគាត់អត់បានត្រឹមត្រូវបាទយើងខ្វះបន្ទប់ទឹកសម្រាប់សិស្សហ្នឹងប្រើប្រាស់យើងអត់មានប្រភពទឹកសម្រាប់ឲ្យសិស្សបរិភោគទី2យើងមិនមានសិស្សមិនមានសុខភាពល្អប្រសើរគឺលោកគ្រូអ្នកគ្រូគាត់យកមេរៀនតាក់ទងការងារបរិស្ថានការងារសុខភាពហ្នឹងទៅបង្រៀនដល់កូនសិស្សនៅក្នុងថ្នាក់រៀនទី1យើងបានសហការជាមួយនឹងគ្រូពេទ្យដើម្បីអញ្ជើញគាត់មកផ្ដល់ជាមេរៀនផ្ដល់ជាបទពិសោធន៍ក្នុងការថែរក្សាសុខភាពតាក់ទងនឹងការជំងឺផ្សេងៗហ្នឹងដល់កូនសិស្សយើងបង្រៀនគាត់ឲ្យចេះញែកសម្រាមឲ្យចេះយកសម្រាមកែច្នៃឡើងវិញសម្រាមដែលរលួយយើងយកទៅធ្វើជីសម្រាប់យកមកដាំបន្លែសម្រាប់យកធ្វើដាក់នៅសួនច្បាររបស់សាលារៀនមានអាហារពោពេញទៅដោយថាមពលមានអាហាររូបត្ថម្ភសម្រាប់គាត់ហើយយើងមានបរិស្ថានស្រស់ស្អាតជាងមុនមានបន្ទប់ទឹកប្រើប្រាស់ល្អស្អាតជាងមុនបាទមានកន្លែងលាងដៃមានកន្លែងសម្រាប់ទឹកសម្រាប់សិស្សហូបអីជាដើមធ្វើឲ្យកូនគាត់ចង់មករៀនខ្ញុំចេះលាងដៃនឹងសាប៊ូបានត្រឹមត្រូវមុនពេលបរិភោគចំណីអាហារនិងបន្ទាប់ពីប្រើប្រាស់បង្គន់ចេះរក្សាខ្លួនប្រាណនិងសម្លៀកបំពាក់ឲ្យបានស្អាតព្រមទាំងញ៉ាំចំណីអាហារដែលមានជីវជាតិផឹកទឹកស្អាតហាត់ប្រាណគេងឲ្យបានគ្រប់គ្រាន់សិស្សានុសិស្សចេះទុកដាក់សម្រាប់បានត្រឹមត្រូវសាលាមានអនាម័យស្អាតជាងមុនខ្ញុំមានអារម្មណ៍ថាខ្ញុំសប្បាយចិត្តខ្ញុំមានអារម្មណ៍ចង់រៀនតែនៅពេលដែលយើងបានអនុវត្តគម្រោង AIA ហ្នឹងយើងបានផ្លាស់ប្ដូរអេយ៉ាប័តក៏ដូចជាបានផ្លាស់ប្ដូរនៅទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូយើងឲ្យគាត់ងាកមកស្រឡាញ់បរិស្ថានឲ្យគាត់មកងាកមកការចូលរួមលើកកម្ពស់សុខភាពអនាម័យរបស់សិស្សានុសិស្សជាដើម